បាទជំរាបសួរទៅកាន់ពុកម៉ែបងប្អូនបាទថ្ងៃនេះពូជាបានបងប្អូនប្រុសដែលនៅខាងជួរមុខជាវីរៈកងទ័ពបានពឹងពាក់ពូជាជួយផ្សព្វផ្សាយរោគជំនួយទៅដល់ឪពុករបស់គាត់ដែលជាកងទ័ពដូចគ្នាកូនក៏ជាកងទ័ពឪពុកក៏ជាកងទ័ពនៅជួរមុខឪពុកគឺនៅច្រកតាកបីបងប្អូនបាទក៏បានស្លាប់ដោយត្រូវផ្សែងពុលរបស់ចោរសៀមបងប្អូនបាទគាត់ក៏ពឹងពាក់ពូជាជួយរោគជំនួយតែដោយសារថាភ័យពូជាក៏វាទូចអត់សូវមានបងប្អូនជួយទេជួយបានត្រឹម25,000ទេពូជាបន្ថែមលុយពូជា15,000ទៅបាន40,000ថវិកានេះក៏វាតិចតួចដែរសម្រាប់បងប្រុសដែលពឹងពាក់លើពូជាក៏គ្មានសមត្ថភាពនឹងរកជំនួយឲ្យបងប្រុសបានច្រើនទេដោយសារតែពូជាក៏ជាអ្នកអត់ពូជាក៏មានតែពឹងពាក់បងប្អូនបាទបងប្អូនបាទរយៈដឹកកងទ័ពដែលបានពុលផ្សែងពុលពីចោរសៀមណាបងប្អូនបាទគាត់ស្ថិតនៅក្នុងភូមិអភិវឌ្ឍឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាបបងប្អូនបាទពូជាក៏សូមអរគុណដល់លោកគ្រូពេទ្យនៅព្រះដាក់ដែលហៅថាអសតដ្ឋានព្រះដាក់លក់ថ្នាំបើសិនជាពុកម៉ែបងប្អូនត្រូវការទិញថ្នាំអាចទៅកន្លែងកាត់បានហ្នឹងបងប្អូនរបស់របរប្រើប្រាស់ផ្សេងៗទៀតបងប្អូនចូលរួមទិញកាត់ទៅបងប្អូនបាទបងប្អូនដែលទៅទិញកន្លែងកាត់ដូចបានចូលរួមជួយជាតិដែរបងប្អូនបាទដោយសារតែកាត់តែងតែជួយជំនួយមកជាមួយពូជារហូតតាំងជួយទៅដល់បងដែលជាវីរៈកងទ័ពនៅជួរមុខក៏គាត់ជួយហើយជួយទៅដល់គ្រួសារដែលខ្វះខាតនៅក្នុងភូមិក៏គាត់ជួយហើយពូជាក៏សូមអរគុណមែនទែនសម្រាប់គាត់ដែលជាសុខរស់ធម៌មួយដ៏ធំសម្រាប់ពូជាផងដែរបងប្អូននឹមនេះទៅទិញកន្លែងគាត់ចុះបងប្អូនទិញកន្លែងគាត់ដូចបានចូលរួមជួយជាតិទាំងអស់គ្នាផងដែរហើយចូលរួមជួយអ្នកក្រីក្រផងដែរបងប្អូនបាទអរគុណសម្រាប់គ្រូពេទ្យហើយនឹងបងដែលចូលរួមជាមួយពូជាផ្សេងៗទៀតអរគុណមែនទែនបាទបងប្អូនជាចុងក្រោយក៏សូមពឹងបងប្អូនជួយទៅ Subscribe Channel YouTube ពូជាម្នាក់មួយដើម្បីបានឆាប់គ្រប់រលួយនឹងគេបងប្អូនបាទអរគុណទុកមុនណាបងប្អូនបាទ